ជំរាបសួរបងប្អូននេះគឺជាហាងឆេងមាសនៅថ្ងៃទី19ខែឧសភាឆ្នាំ2025ម្សិលមិញយើងបានឃើញរបាយការណ៍តទៅជាមួយនឹងការទម្លាក់នៃហានិភ័យបំណុលរបស់សហរដ្ឋអាមេរិកតាមរយៈស្ថាប័នធំមួយដែលមានឈ្មោះ Moody និងមាន2ស្ថាប័នទៀតចេញសារមកគ្រប់គ្រងទៅលើទិន្នន័យទាំងអស់ហ្នឹងក៏យើងក៏ឃើញតម្លៃមាសនៅក្នុងថ្ងៃហ្នឹងក៏ចាប់ផ្ដើមកើនឡើងជាព័ត៌មានមួយដែលវាបន្ស៊ីឬក៏ជាព័ត៌មានមួយដែលជំរុញនៃតម្លៃមាសដោយតែខ្ញុំជំរាបជូនបងប្អូនជារឿយៗថាតម្លៃមាសនៅពេលដែលបញ្ចេញព័ត៌មានណាមួយដែលមានផលអវិជ្ជមានទៅដល់សេដ្ឋកិច្ចហ្នឹងវានឹងស្ទុះឡើងពីព្រោះសេដ្ឋកិច្ចនៅក្នុងពេលបច្ចុប្បន្នហ្នឹងវាមានលក្ខណៈស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយឬក៏ភាពផុយស្រួយនៃសេដ្ឋកិច្ចនៅឡើយទេបងប្អូនបើយើងក៏លេចមើលហាងឆេងមាសនៅព្រឹកនេះណាវាកំពុងតែព្យាយាមឡើងទៅតម្លៃ$3,250មកវិញនៅក្នុងមួយអោនដែលយើងអាចប៉ាន់ប្រមាណថាវាកំពុងតែព្យាយាមឆ្ពោះទៅក្នុងរង្វង់តម្លៃ395ឬក៏$396នៅក្នុងមួយជីបើយើងប្រៀបធៀបបើយើងវិភាគទៅតាមតាក់ទិកដែលខ្ញុំបានជូនបងប្អូនពីម្សិលមិញទៅលើ support និង resistance របស់តម្លៃនេះប៉ុន្តែឥឡូវអ្វីដែលយើងយកមកនិយាយឬក៏ជជែកគ្នាក្នុងប្រធានបទនេះគឺតាក់ទិនជាមួយតើលោក Donald Trump បានសម្លាប់តម្លៃមាសហើយឬនៅហើយមូលហេតុអីមុនទៅដល់រឿងរ៉ាវទាំងអស់យើងក៏ជជែកអំពីតម្លៃមាសដែលកំពុងតែកើនឡើងនៅក្នុងពេលបច្ចុប្បន្នមាសនៅក្នុងពេលបច្ចុប្បន្នស្ថិតនៅក្នុងតម្លៃ$3,233.10សេននៅក្នុងមួយអោនស្មើនឹង$393នៅក្នុងមួយជី$3,234.10សេននៅក្នុងមួយអោនស្មើនឹង$393នៅក្នុងមួយជីតម្លឹងគឺ$3,930.33សេននៅក្នុងមួយតម្លឹងក្រាមគឺ$103.98ក្នុងមួយក្រាមគីឡូគឺ$10980.32សេននៅក្នុង1គីឡូមុនចូលទៅដល់ support និង resistance សូមជំរាបជូនបងប្អូនមួយចំនួនដែលនៅយល់ថាខ្ញុំកំពុងតែនៅក្នុងភ្នោះណាសាំងរបស់ភ្នោះខ្ញុំបានចាក់សិក្ខាបទហើយនៅពេលដែលខ្ញុំចាប់ផ្ដើមជូនព័ត៌មានទៅបងប្អូនពេលហ្នឹងគឺខ្ញុំបានចាក់សិក្ខាបទហើយគម្រោងរបស់ខ្ញុំថ្ងៃខាងមុខបន្តិចទៀតបន្ទាប់ពីការរៀបចំខ្ញុំនឹងអាចបួសមកភាសាបន្ថែមទៀតទៅវាជានិស្ស័យនៃពធទេប៉ុន្តែកាលណាបើយើងបួសនៅក្នុងវ័យចាស់វារងពាក្យទំនាបបន្តិចដូចខ្ញុំនៅក្នុងភ្នោះប្រហែលថ្ងៃមុនហ្នឹងណាក៏គេសួរដែរថាចាស់ឲ្យមកបួសឲ្យយាយនៅវត្តបំរើអញ្ចឹងណាអញ្ចឹងបាទយើងនិយាយថាបួសវ័យចាស់មិនស្រួលទេបួសយើងបើកនេះទៅបើកអត្រាការប្រាក់ពីធនាគារយកទៅចាយវាសម្រាប់បច្ច័យសម្រាប់ទឹកភ្លើងឬក៏សម្រាប់ការចំណាយទូទៅវាសមរម្យមិនអីទេប៉ុន្តែធម្មតាមើលវ័យចាស់វាតទៅមួយសុខភាពអញ្ចឹងគេនិយាយក៏វាមិនខុសដែរពីព្រោះវាជារូបភាពខាងក្រៅរបស់អ្នកដទៃទោះបីជាយើងមិនអញ្ចឹងក៏គេមើលឃើញតែអញ្ចឹងហ្នឹងជារឿងសាមញ្ញទេតោះយើងចូលទៅដល់ support និង resistance បន្តិចសិនបងប្អូនម្សិលមិញយើងបានដឹងហើយថាមាសបានបិទបញ្ចប់នៅក្នុងតម្លៃ$3,201នៅក្នុងមួយអោនប្រសិនបើមាសបំបែកក្រោមតម្លៃហ្នឹងគឺ$3,180នៅក្នុងមួយអោនវានឹងឆ្ពោះទៅ$3,160 $3,100នៅក្នុងរង្វង់$3,120និង$3,130នឹងឆ្ពោះទៅតម្លៃទី3ដែលវាទាបជាងហ្នឹងណាតែយ៉ាងណាមិញយើងក៏ឃើញថាមាសនៅក្នុងពេលបច្ចុប្បន្នបន្ទាប់ពីទទួលបានព័ត៌មានមិនល្អតែទៅជាមួយសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកតែទៅជាមួយនឹងហាម20បំណុលឃើញមាសស្ទុះឡើងហើយអញ្ចឹងអ្វីដែលបងប្អូនត្រូវមើលគឺការរងចាំនៃការបំបែកតម្លៃរបស់មាសដែលអាចស្ថិតនៅក្នុងដែលវានឹងឆ្ពោះទៅតម្លៃ$3,250នៅក្នុងមួយអោនប្រសិនបើវាបំបែកនៅក្នុងតម្លៃ$3,250នៅក្នុងមួយអោនបងប្អូននឹងព្យាយាមឆ្ពោះមើលទៅតម្លៃផ្សេងទៀតដែលស្ថិតនៅក្នុងកម្រិតខ្ពស់បើសិនជាជីបងប្អូនពិបាកយល់គឺអ្នកខ្លះគាត់ពិបាកយល់អោនណាអញ្ចឹងបងប្អូនអាចមើលបាននៅក្នុងតម្លៃជីណាគឺ$395ឬក៏$396នៅក្នុងមួយជីឥឡូវនេះមុនចូលទៅដល់រឿងរ៉ាវទាំង live មួយចំនួនយើងមានបទសម្ភាសន៍យ៉ាងពិសិដ្ឋមួយយ៉ាងល្អឯកណាអាចនិយាយបានថាវាបង្ហាញនៅទិសដៅផ្សេងសូម្បីតែសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក៏យើងអាចមើលឃើញតាមរយៈបទសម្ភាសន៍របស់លោក Scott Bassett ជាមួយនឹងស្ថាប័ន CNN ឬក៏ស្ថាប័ន CNBC ឬក៏ស្ថាប័នផ្សេងទៀតពីព្រោះអ្វីដែលយើងឃើញវាហាក់បីដូចជាការរៀបចំនៅអត្ថបទ PR Public Relief សម្រាប់ការផ្សាយចេញព័ត៌មានឬគោលការណ៍របស់រដ្ឋាភិបាលណាមួយវាហាក់ដូចជាស្តៀងគ្នាបើនៅខ្មែរកាលណាគេផ្សាយ PR គឺ copy អត្ថបទមួយចេញពីស្ថាប័នដែលគេចង់ផ្សាយហ្នឹងបោះទៅឲ្យសារព័ត៌មានផ្សេង
គេផ្សាយព័ត៌មានរូបភាពដូចគ្នាទាំងអស់អញ្ចឹងទៅតែ PR នៅក្នុងសហរដ្ឋអាមេរិកអាចខុសគ្នាបន្តិចៗពីព្រោះសំណួរដែលគេសួរទៅលើលោក Scott Bassett ហើយរបៀបដែលលោក Scott Bassett ឆ្លើយហ្នឹងណាគឺស្ទើរតែមិនខុសពាក្យតែគ្នាទៅហើយឥឡូវយើងចូលទៅមើលអ្វីដែលលោក Scott Bassett គាត់និយាយ Oh, Jake, first of all, the history of rating agencies, by the time they get to a downgrade, everything's already in the market. Larry Summers and I don't agree on everything, but in 2011, the last time or 2 times ago when we had a downgrade, he poo-pooed it. What សម្រាប់វីដេអូដំបូងដែលបងប្អូនឃើញហ្នឹងគឺជាប្រតិកម្មតរបស់រដ្ឋាភិបាលលោក Donald Trump តាមរយៈលោក Scott Bassett ដែលបដិសេធឬក៏ច្រានចោលតែទៅជាមួយនឹងការវិតម្លៃទៅលើហានិភ័យបំណុលរបស់សហរដ្ឋអាមេរិកស្របពេលហ្នឹងគេនិយាយក្នុងកំឡុងពេលដែលសហរដ្ឋអាមេរិកកំពុងតែធ្វើការឬក៏ប្រតិបត្តិការនេះគឺវាតពីលោក Biden ដែលយើងឃើញអតិផរណារបស់សហរដ្ឋអាមេរិកក្រោមអាណត្តិលោក Biden គឺស្ថិតនៅក្នុងកម្រិតខ្ពស់ប៉ុន្តែនៅក្នុងអាណត្តិរបស់លោក Trump ធ្លាក់ចុះមកទៀតហើយការចំណាយជាច្រើនដែលសហរដ្ឋអាមេរិកកំពុងតែធ្វើហ្នឹងគឺវាកើតឡើងតាមរយៈជំនួយឬក៏ការប្រើប្រាស់លុយក្នុងការប្រឆាំងអំពី COVID អានេះខ្ញុំសរុបបងប្អូនខ្ញុំមិនអាចដាក់វីដេអូគេពេញខ្ញុំមិនអាចដាក់វីដេអូគេពេញបានអញ្ចឹងក៏កាត់យកចំណុចសំខាន់មកជម្រាបជូនបងប្អូនឥឡូវយើងទៅដល់ចំណុចមួយទៀតរបស់គាត់ Jake, we have a 90-day pause. There are 18 important trading partners, probably another 20 strong relationships. President Trump has put them on notice that if you do not negotiate in good faith, that you will ratchet back up to your April 2nd level. So the 90-day pause isn't just China, it's everybody? No, the 90-day pause was put on about a week after April 2nd. Oh, that first 90-day pause. The first 90-day pause. Yeah. And I can tell you that with a few exceptions, the countries are coming with very good proposals for us. And I look at these proposals and they want to lower their tariffs, they want to lower their non-tariff barriers. Some of them have been manipulating their currency, they've been subsidizing industry and labor. And I look at these proposals and I think these are excellent proposals, but I wonder, how did we get here? How did the previous administrations allow this to happen to the American? សម្រាប់វីដេអូនេះខ្ញុំទុកតែចំណុចសំខាន់ទេសម្រាប់បងប្អូនហើយតើទៅជាមួយនឹងពុនគយហេតុអីក៏ខ្ញុំយកចំណុចហ្នឹងយកមកទុកឲ្យបងប្អូនចាំខ្ញុំប្រាប់បងប្អូននៅក្រោយនៅក្នុងវីដេអូហ្នឹងគេបានសួរនាំតើទៅជាមួយនឹងរឿងរ៉ាវយើងអាចនិយាយថាវាជា PR មួយដែលគេបាន release ទៅគោលនយោបាយរបស់រដ្ឋាភិបាលអញ្ចឹងអត្ថបទសម្ភាសន៍របស់លោក Scott Bassett មិនថានៅក្នុងស្ថាប័នណាទេ CNBC ឬក៏ CNN ឬក៏ស្ថាប័នផ្សេងទៀត Fox Bay ដែលគេថតផ្ទាល់នេះគឺជារូបភាពដែលដកស្រង់ពី Fox Bay គឺតែមួយទេហើយមានស្ថាប័នផ្សេងហាទៀតក៏គេជជែកគ្នាតែមួយអញ្ចឹងយើងអាចយកវាធ្វើជាគោលក្នុងការវិភាគបានសម្រាប់សំណួរគួរឲ្យចាប់អារម្មណ៍មួយនៅក្នុងចំណោមហ្នឹងគេបានសួរទៅលើលោក Scott Bassett តើជាមួយនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលបន្ថែមអន្តរភាព2 trillion នៅក្នុងអាណត្តិរបស់លោក Donald Trump ប្រសិនបើគោលនយោបាយនៃការកាត់បន្ថយពន្ធនៅមួយចំនួនដែលលោក Donald Trump គាត់ធ្វើសម្រាប់ពលរដ្ឋសហរដ្ឋអាមេរិកក៏ពន្ធ corporate ហ្នឹងវានឹងបន្តឲ្យមានហានិភ័យទៅលើសេដ្ឋកិច្ចប៉ុន្តែអ្វីដែលយើងឃើញការឆ្លើយតបបានល្អគឺគេបាននិយាយអំពីសេដ្ឋកិច្ចបច្ចុប្បន្នសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមានការកើនឡើងតែប៉ុណ្ណាថយចុះប៉ុន្តែរឿងរ៉ាវដែលគួរឲ្យចាប់អារម្មណ៍ក្រៅពីការនិយាយអំពីដំណើរសេដ្ឋកិច្ចដែលស្ថិតនៅក្នុងភាពប្រសើរមិនគួរឲ្យមានការវាយតម្លៃឬក៏ទម្លាក់នៃហានិភ័យបំណុលគឺតាក់ទងជាមួយនឹងពន្ធគយនេះគឺសំខាន់មែនទែនដែលមានរយៈពេល90ថ្ងៃអ្វីដែលយើងឃើញហ្នឹងគឺសហរដ្ឋអាមេរិកព្យាយាមចរចាជាមួយនឹងប្រទេសចិនហើយចំណុចដែលចរចាសំខាន់បំផុតហ្នឹងគឺតាក់ទងជាមួយពីរឿងធំដែលលោក Scott Bassett គាត់យកមកនិយាយហើយពីរឿងធំហ្នឹងក៏វាជាលទ្ធផលដែលបង្ហាញថាតើការចរចារវាងចិននិងសហរដ្ឋអាមេរិកនៅថ្ងៃខាងមុខនៅក្នុងរយៈពេល90ថ្ងៃហ្នឹងវាអាចបញ្ចប់បានល្អឬក៏រលូនដែរទីមួយគឺយុទ្ធសាស្ត្រតម្លៃហ្នឹងតាក់ទងជាមួយនឹងតំណែងរបស់ចិនដែលវាថោកហើយសម្លេងរបស់ប្រទេសចិននឹងផងដែរក៏មានការបោកបន្លំតាក់ទងជាមួយនឹងការបន្ទាបតម្លៃរូបិយប័ណ្ណរបស់ប្រទេសចិនធ្វើឲ្យការប្រកួតប្រជែងនៃតម្លៃរបស់សហរដ្ឋអាមេរិកហ្នឹងមានតម្លៃថ្លៃព្រោះរូបិយប័ណ្ណរបស់សហរដ្ឋអាមេរិកហ្នឹងមានតម្លៃថ្លៃរូបភាពនេះនៅក្នុងចំណុចនេះយើងឃើញថាសហរដ្ឋអាមេរិកបានផ្ដោតទៅលើមួយទៀតគឺការ subsidize គឺការឧបត្ថម្ភធនដល់ក្រុមហ៊ុនរបស់ប្រទេសចិនហើយចិនឧបត្ថម្ភធនទៅដល់ក្រុមហ៊ុនមួយណារបៀបណាចិនគឺឧបត្ថម្ភធនទៅដល់ក្រុមហ៊ុនដែលតាក់ទងជាមួយនឹង green energy តាក់ទងជាមួយនឹងធម្មពលបៃតងធម្មពលកកើតឡើងវិញដូចជាប្រទេសសូឡានិង EV ជាអ្វីដែលសហរដ្ឋអាមេរិកកំពុងតែព្យាយាមចង់ឆាក់
ខណៈដែលផលិតផលទាំងអស់ហ្នឹងគឺជាអ្វីដែលជាទីពឹងរបស់ប្រទេសចិនដែរបន្ទាប់ពីការផ្លាស់ប្ដូរយុទ្ធសាស្ត្រកាលពីមុនយើងឃើញតែទៅជាមួយនឹងផ្សារស្តុកហើយនឹងអចលនទ្រព្យសេដ្ឋកិច្ចចិនពឹងផ្អែកទៅលើការនាំចេញហើយទីផ្សារអចលនទ្រព្យនិងផ្សារស្តុករបស់ខ្លួនបន្ទាប់ពីការដួលរលំគេចាប់ផ្ដើមយកទីផ្សារតែទៅជាមួយនឹងធម្មពលបៃតងមកជំនួសវិស័យអចលនទ្រព្យដើម្បីស្ដារសេដ្ឋកិច្ចអ្វីដែលសហរដ្ឋអាមេរិកចង់បានហាក់បីដូចជាព្យាយាមក្តោបនៅចំោះរបស់ប្រទេសចិនក្នុងហ្នឹងក៏លោកស្កបាសិតក៏បាននិយាយដែរថាក្នុងបណ្ដាប្រទេសទាំង150ទាំងអស់ដែលរកស៊ីជាមួយនឹងសហរដ្ឋអាមេរិកមានតែប្រទេសចិនទេដែលព្យាយាមពង្រីកចំនួនឬក៏ពង្រីកនៅអាការដាក់ពន្ធគយរបស់សហរដ្ឋអាមេរិកក្រៅពីហ្នឹងគឺប្រទេសដទៃទៀតគឺមកចរចាប្រទេសណាដែលមិនមកចរចាហើយមិនមានលក្ខខណ្ឌល្អសម្រាប់សហរដ្ឋអាមេរិកទេគឺនឹងរងផលប៉ះពាល់គឺពន្ធគយនឹងអនុវត្តពន្ធគយបរិស្ថាននឹងអនុវត្តជាទៅមកចាអ្វីដែលខ្ញុំតមកវិញតើតើជាមួយចិនបងប្អូនយុទ្ធសាស្ត្រតម្លៃនេះណាយើងអាចមើលឃើញថាចិននឹងត្រូវការពេលវេលាឬក៏សហរដ្ឋអាមេរិកនឹងត្រូវការពេលវេលាលើសពី90ថ្ងៃបន្ថែមទៀតនៅលើកិច្ចចរចាប៉ុន្តែវានឹងមានភាពធូរថយខ្លះវាមានភាពធូរថយខ្លះចំពោះតំណែងមួយចំនួនដែលមិនប្រកួតប្រជែងហើយតំណែងមួយចំនួនមិនបើកមុខប្រសិនបើប្រទេសចិនយល់ព្រមកែប្រែគោលនយោបាយតទៅជាមួយនឹងរូបិយហិរញ្ញវត្ថុរបស់ខ្លួនតាមរយៈធនាគារកណ្ដាលដែលធ្វើឲ្យតម្លៃនៃប្រាក់យន់របស់ចិនមានការកើនឡើងមកវិញណាប៉ុន្តែបើយើងមើលទៅវាគឺជាការចោទរបស់សហរដ្ឋអាមេរិកដែរនិយាយថាចិនប្រើយុទ្ធសាស្ត្រក្នុងការបន្ថោកលុយរបស់ខ្លួនសូម្បីតែជប៉ុនក៏សហរដ្ឋអាមេរិកក៏និយាយដូចគ្នាដែរហើយបើយើងមើលទៅវាមានផ្នែកខ្លះដែរវាមិនអត់ទេដែលចិនគាត់បានធ្វើហើយក្នុងវីដេអូនោះក៏ខ្ញុំធ្លាប់បាននិយាយតែទៅជាមួយនឹងការបន្ថោកឬក៏ manipulate currency របស់ប្រទេសចិនផងដែរសម្រាប់រឿងទី1យើងអាចមើលឃើញថាវាមានកត្តា50-50ពីព្រោះបច្ចុប្បន្នហ្នឹងប្រទេសចិនក៏ស្ថិតនៅក្នុងផលិតផលណាដែរការបញ្ចេញនៅមូលបត្របំណុលរបស់ប្រទេសចិនជាច្រើនហើយការប្រើយុទ្ធសាស្ត្រមួយចំនួនទៀតដើម្បីធ្វើឲ្យតម្លៃទំនិញរបស់ប្រទេសចិនមានការកែប្រែមួយចំនួនវាអាចបន្ស៊ីជាមួយនឹងអ្វីដែលលោកដូណាល់ត្រាំចង់បានប៉ុន្តែរឿងទី2តទៅជាមួយនឹង subsidy ការឧបត្ថម្ភធនទៅដល់ក្រុមហ៊ុនអាជីវកម្មដែលជាផ្នែកស្នូលមួយរបស់រដ្ឋាភិបាលចិនទៅលើរឿងឡាន EV ដែលយើងឃើញសហរដ្ឋអាមេរិកបានដាក់ពន្ធគយទៅលើដែកសិតតែជាក្រុមហ៊ុនដែរចិនកំពុងតែ subsidize តែទៅជាមួយនឹងប្រទេសសូឡាក៏ចិន subsidize តែទៅជាមួយនឹងឡាន EV ក៏ចិនឧបត្ថម្ភមូលធនក្នុងការផលិតដូចគ្នាដែរអញ្ចឹង3ហ្នឹងគឺប្របាក់តិចអញ្ចឹងអាចនិយាយបានថា90ថ្ងៃទំនងជាមានភាពធូរថយខ្លះហើយវានឹងបន្តភាពរ៉ាំរ៉ៃបន្តទៅទៀតតែក៏វាជាដំណឹងល្អដែរក៏វាជាដំណឹងល្អទៅដល់បណ្ដាប្រទេសផ្សេងមួយចំនួនដែលបានរៀបចំខ្លួនយើងឃើញវៀតណាមដើរតួល្អជាងគេកម្ពុជាក៏ចាប់ផ្ដើមមើលទៅលើច្បាប់rule of origin ណាច្បាប់នៃវត្ថុធាតុដើមផងដែរសរុបរួមសម្រាប់គោលនយោបាយនៅថ្ងៃខាងមុខគោលនយោបាយនៅថ្ងៃខាងមុខរបស់លោកដូណាល់ត្រាំតែទៅជាមួយនឹងពន្ធបរិខារបស់ត្រាំនិងចិនហ្នឹងណាដែលធ្វើឲ្យតម្លៃមាសធ្លាក់ចុះគោលនយោបាយផ្លាស់ប្ដូរបន្តិចតែទៅជាមួយនឹងភាពជោគជ័យនៃប្រចាំបពាដែលទាញលុយរហូតដល់រាប់ trillion ដុល្លារចូលមកក្នុងសហរដ្ឋអាមេរិកជាភាពជោគជ័យរបស់លោកដូណាល់ត្រាំហ្នឹងវាហាក់ដូចជាស្ថិតនៅក្នុងភាពមិនទាន់ប្រកបប្រជាទេសម្រាប់ថ្ងៃខាងមុខអញ្ចឹងតម្លៃមាសនៅថ្ងៃខាងមុខបន្ទាប់ពីការរងសម្ពាធឆ្អែតឆ្អន់វានឹងចាប់ផ្ដើមកើនឡើងមកវិញដូចនៅចំណងជើងខ្ញុំបានដាក់ថាតើលោកត្រាំគាត់នឹងសម្លាប់តម្លៃមាសទេអញ្ចឹងខ្ញុំទាញអ្វីទៅលោកស្កតបាសិតយកមកនិយាយស្កតបាសិនយកមកនិយាយអានេះគឺជារូបភាពមួយទៀតដែលយើងអាចឃើញថាលោកត្រាំធ្វើបានយ៉ាងល្អតែទៅជាមួយនឹងតម្លៃនៃផ្សារស្តុករបស់សហរដ្ឋអាមេរិកS&P 500ហ្នឹងកើនឡើង 3% ទៅហើយផ្សារស្តុក Dow Jones Industry ឬក៏ផ្សេងក៏មានការកើនឡើងតែទៅជាមួយនឹង annual inflation rate តែទៅជាមួយនឹងអតិផរណារបស់សហរដ្ឋអាមេរិកនៅក្នុងខែមេសាក៏វាស្ថិតនៅក្នុងលំដាប់ 2.3% ហើយលោក Donald Trump ក៏បានទាញយកការវិនិយោគយ៉ាងច្រើនពីតំបន់បច្ចឹមបូព៌ាជាពិសេសអារ៉ាប៊ីសាអូឌីតប៉ុន្តែយ៉ាងណាមិញបើទោះបីជាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមិនទាន់បង្ហាញចំអស់ណាមិនទាន់មានទិន្នន័យឈឺចាប់ឬក៏ស្ថិតនៅក្នុងដំណើរភាពប្រសើរតែបងប្អូនមើលតែទៅជាមួយនឹងការបំពេញស្នើសុំពាក្យខ្សែធនរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ2024ធៀបនៅក្នុងឆ្នាំ2025នៅក្នុងរូបភាពនេះណាគឺវាកំពុងតែបន្តកើនឡើងខណៈដែលទីផ្សារការងាររបស់សហរដ្ឋអាមេរិកទីផ្សារអត់ការងាររបស់សហរដ្ឋអាមេរិកស្ថិតនៅក្នុងលំដាប់ខ្ពស់ដដែលគឺ 4.2% ហើយតែទៅជាមួយនឹងកម្រៃចំណូលតែគិតជាម៉ោងរបស់សហរដ្ឋអាមេរិកក៏មិនមានការកើនឡើងខ្លាំងដែររឿងដែលបងប្អូនត្រូវមើលទៅទៀតគឺតេតិនជាមួយនឹងអន្តរភាព
អនុភាពថវិកាប្រចាំឆ្នាំណានៅក្នុងឆ្នាំ2025អនុភាពថវិការបស់សហរដ្ឋអាមេរិកនឹងមានរហូតដល់ 2.1 trillion នៅក្នុងឆ្នាំ2026មាន2 trillion នៅក្នុងឆ្នាំ2027មាន 1.9 trillion នៅក្នុងឆ្នាំ2028មាន 1.9 trillion ទោះបីជាវាមានការថមថយចុះប៉ុន្តែនៅក្នុងឆ្នាំ2025នៅក្នុងឆ្នាំ2026វានៅតែបង្ហាញសញ្ញាអវិជ្ជមានវាស្ដីជាការបង្ហាញសញ្ញាវិជ្ជមានហើយតែទៅជាមួយនឹងតាដែលបានព្យាករណ៍ឬក៏ទូទាយហ្នឹងវានឹងអាចកែប្រែទៅតាមស្ថានភាពនៃភាពជោគជ័យនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកសរុបរួមបងប្អូនដែលអ្វីដែលបងប្អូនកំពុងតែឃើញហើយកំពុងតែលើនៅក្នុងពេលនេះវាអត់ទាន់បានបង្ហាញនៅចុងបញ្ចប់នៃតម្លៃមាសនោះទេបងប្អូនមើលរូបភាពមួយទៀតយើងទទួលស្គាល់ថាការផ្លាស់ប្ដូរគោលនយោបាយត្រឹមតែមួយផ្លែតរបស់លោកដូណាល់ត្រាំបានធ្វើឲ្យតម្លៃមាសធ្លាក់រហូតស្ទើរតែ 9% ហើយប្រាក់ដុល្លារមានការកើនឡើងវិញប៉ុន្តែបើយើងមើលជាប្រចាំឆ្នាំនៅក្នុងឆ្នាំ2024មាសកើនឡើងរហូតដល់ 35.7% ហើយនៅក្នុងឆ្នាំ2025មាសនៅតែបន្តឡើងមកវាទេគឺនៅ 22.1% បើយើងមើលទៅលើធនាគារតាមបណ្ដាពិភពលោកមានឥណ្ឌាមានឆែកមានប៉ូឡូញមានបណ្ដាប្រទេសផ្សេងៗជាពិសេសប្រទេសចិនក៏កំពុងតែបន្តប្រមូលឬក៏កើបនៅមាសចូលទៅក្នុងធនាគារកណ្ដាលរបស់ខ្លួនដដែលក្រោមមូលហេតុគឺការធ្លាក់ចុះនៃបានបំណុលរបស់សហរដ្ឋអាមេរិកទិន្នផលនៃបានបំណុលរបស់សហរដ្ឋអាមេរិកមានការកើនឡើងការប្រែប្រួលការបារម្ភពីហានិភ័យនៃការធ្លាក់ចុះនៃប្រាក់ដុល្លារដែលធ្វើឲ្យមានការខាតបង់ខ្លាំងបងប្អូនខ្លះក៏ថាំងដុល្លារធ្លាក់តិចៗខ្ញុំធ្លាប់និយាយពីប្រាក់ដុល្លារណាជូនបងប្អូនថា100លុយខ្មែរយើងហ្នឹងបើគុណជា trillion បើគុណជាពាន់លានហ្នឹងតើវាធ្លាក់ក្នុងកម្រិតណាដាក់ក្នុងកម្រិតណាណាបងប្អូនអញ្ចឹង80ម៉ឺននៅក្នុងពេលបច្ចុប្បន្នហ្នឹងទិញបាន$200លើសបន្តិចគេគិតណាចុះបើសិនជា80លានចុះបើសិនជា8 trillion រៀលហ្នឹងឡើងប្រហែលតួលេខបន្តិចហ្នឹងចឹងការខាតបង់របស់ពិភពលោកឬក៏ការអ្នកវិនិយោគនៅពិភពលោកធំគេស៊ីតែក្បាលកាក់បន្តិចហ្នឹងក៏បង្ហាញពីការខាតបង់របស់គេធ្ងន់ធ្ងរផងដែរសរុបរួមបងប្អូនសរុបរួមអ្វីដែលយើងឃើញនៅក្នុងថ្ងៃនេះបងប្អូនថ្ងៃនេះដែលយើងឃើញថ្ងៃនេះគឺតេតិនជាមួយនឹងតម្លៃមាសណាវាអត់បានបង្ហាញអំពីទំនោរនៃការធ្លាក់ចុះទាំងស្រុងទេឬក៏អត្រាទាំងស្រុងទេសូម្បីតែការវិភាគតែតែជាមួយនឹងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកថាអាចជាផុតពីវិបត្តិសេដ្ឋកិច្ចក៏វាស្ថិតនៅក្នុងភាពមិនប្រកបវិជ្ជាដែរសូម្បីតែស្ថាប័នធំ JP Morgan ហ្នឹងក៏គេមិនបាននិយាយច្បាស់លាស់ថាសហរដ្ឋអាមេរិកក៏គេប្រើពាក្យថាសង្ឃឹមដែរតែសង្ឃឹមថាសហរដ្ឋអាមេរិកអាចឆ្លងផុតនៅវិបត្តិសេដ្ឋកិច្ចដែលកំពុងតែកើតមានសម្រាប់តម្លៃមាសនៅថ្ងៃនេះកំពុងតែបន្តឡើងតាមរយៈព័ត៌មាននៃការវាយតម្លៃនៃហានិភ័យបំណុលរបស់សហរដ្ឋអាមេរិកវាអាចនឹងធ្វើឲ្យមានភាពបញ្ច្រាស់បន្តិចប្រសិនបើមានព័ត៌មានណាមួយចេញបន្ថែមទៀតខុសពីការទូទាយនៃតម្លៃមាសតាមរយៈស្ថាប័ន Kiko ដែលគេព្យាករណ៍ថាតម្លៃមាសនៅក្នុងអាទិត្យហ្នឹងវានឹងអាចធ្លាក់ឆ្ពោះទៅតម្លៃ$3,000នៅក្នុងមួយអោនយើងចាំមើលតើវាអាចឡើងផុត$3,250នៅក្នុងមួយអោនឬក៏បែបណាកាលណាបើវាឡើងផុត$3,250នៅក្នុងមួយអោនឬក៏$395 $96 នៅក្នុងមួយជីគឺវាព្យាយាមឆ្ពោះទៅតម្លៃ$400នៅក្នុងមួយជីបងប្អូនចាំមើលថ្ងៃតើមាសបំបែក$3,250នៅក្នុងមួយជីទេបើសិនវាបំបែកហើយយើងក៏សាទរទៅមើលតម្លៃថ្មីសម្រាប់អ្នកដែលគាត់ចាំទិញតម្លៃទាបខ្ញុំជឿជាក់ថាមួយចំនួនពេលដែលមាសធ្លាក់ពិតប្រាកដមែនលែងហ៊ានទិញមានការបារម្ភណាម្នាក់អ្នកខ្លះគាត់ថាចាំមាសធ្លាក់ចាំទិញដល់ពេលមាសឡើងឡើងខ្លាំងណាដល់ពេលវាមាន correction មួយយើងមើលធៀបនេះធ្លាក់ប្រហែលជា$10ជាងណាយើងឃើញថាអត់សូវមានអ្នកហ៊ានទិញទេអាហ្នឹងជាការពិតអ្នកទិញហ៊ានទិញនៅតែហ៊ានទិញអ្នកមិនហ៊ានទិញនៅតែមិនហ៊ានទិញសំខាន់បំផុតគឺច្បាស់ព័ត៌មានហើយធ្វើការគ្រប់គ្រងនិងការសម្រេចចិត្តសូមជំរាបជូនបងប្អូនថារាល់ការជំរាបជូនព័ត៌មានរបស់ខ្ញុំនោះបងប្អូនត្រូវតែផ្ទៀងផ្ទាត់ជាមួយនឹងសារព័ត៌មានធំសារព័ត៌មានផ្សេងទៀតអ្នកដទៃផ្សេងទៀតអ្នកវិភាគផ្សេងទៀតដើម្បីជាមូលដ្ឋានក្នុងការពិចារណាត្រេះរិះមិនកំណត់ថាសារព័ត៌មានរបស់ខ្ញុំឬក៏ការយកព័ត៌មានរបស់ខ្ញុំពី page Effectory News ឬក៏សុភាវគតិនឹងត្រឹមត្រូវដែរពីព្រោះវាទាមទារឲ្យមានការពិចារណានិងថឹងថ្លៃនឹងការសម្រេចចិត្តចេញពីបងប្អូនជាប្រកាសចាស់រាល់ពីអ្វីដែលខ្ញុំនិយាយទស្សនៈរបស់ខ្ញុំនឹងមិនបានឆ្លុះបញ្ចាំងអំពីតថៈណាមួយទេពីព្រោះតថៈវាតែងតែប្រកាសចាក់ទៅតាមស្ថានភាពរបស់វាហើយក៏មិនបានឆ្លុះបញ្ចាំងអំពីនិន្នាការនយោបាយ
និន្នាការរបស់ស្ថាប័នណាមួយដែលជាស្ថាប័នតាក់ទងជាមួយនឹងហិរញ្ញវត្ថុឬក៏ការជួញដូរមាសណាមួយទេវាគ្រាន់តែជាទស្សនៈរបស់គោលដែលមានត្រូវក៏បើសិនបើមានការកែលម្អសូម comment ហើយខ្ញុំនឹងភីងនៅ comment ដែលល្អៗហើយ comment ខ្លះដែលតាក់ទងជាមួយនឹងបញ្ហាសំណួរខ្ញុំនឹងយកមកបកស្រាយនៅក្នុងវីដេអូតែម្ដងដូចជាស្ដែងពីម្សិលមិញមានសំណួរតាក់ទងជាមួយនឹងគណនីមួយឈ្មោះឧត្តមដែលគាត់ឆ្ងល់អំពីការវិតម្លៃនៃការទម្លាក់នៃហានិភ័យបំណុលរបស់សហរដ្ឋនេះគឺខ្ញុំយកមកបូកចូលជាមួយនឹងវីដេអូដែលខ្ញុំនិយាយតែម្ដងសូមអរគុណសូមជម្រាបលា